ដើមការនៅ DNS server នៅលើម៉ាស៊ីន Linux ទីមួយអ្នកនរគ្នាត្រូវ install នៅបាញ package ដែលយើងត្រូវការប្រើប្រាស់នៅ command sudo yum install បាញហើយនឹងបាញ util គឺ enter មកវានឹង install នៅ package ហ្នឹងហើយម៉ាស៊ីនខ្ញុំ install ហើយ command clear សមុទ្របាញពេលយើង install បាញយើងទទួលបាននៅ folder មួយដែលជាfolder configuration របស់បាញហ្នឹងហ្មងដែលមានឈ្មោះថាដែលក្នុង folder etc name.config ដើម្បីកែលើ file ហ្នឹងបានកែ configuration លើ file ហ្នឹងបានទីមួយយើងប្រើប្រាស់ command vam vim /etc/name ed.conf តោះមកយើង enter configuration default របស់ DNS server អត់ដូចរបស់ខ្ញុំទេរបស់ខ្ញុំកែប្រែខ្លះហើយដូចជាដំបូងនៅលើនេះមាន configuration feature ដែលយើងអាច comment ឬក៏យើងលុបចោលបានតមកកន្លែង allow query នេះ default វានឹងប្រើប្រាស់ជាមួយនឹង local host ប៉ុន្តែដើម្បីឲ្យ server យើងDNS server យើងអាច working ជាមួយនឹង client បានយើងដូរ local host ទៅជា any ហើយកន្លែង forward នេះ only ដូចរបស់គេហើយកន្លែង forwarder នេះអ្នកអាចថែមដាក់8 4 ដងដូចខ្ញុំមកព្រោះវាជា DNS server របស់ google.com តោះមកដល់ពេលដែលបានកែប្រែហើយយើង save file ហ្នឹងមកបន្តមកយើង start នៅ service របស់យើង start នៅ service DNS ដើម្បី start នៅ service DNS យើងប្រើប្រាស់នៅ command system ccl start name តោះមក click enter តោះមកយើងអាចឆែកមើល status ថា DNS server យើងហ្នឹងstart បានល្អបានត្រូវអត់ដែលយើងប្រើ command ដូចគ្នា system CTL ដូចគ្នាប៉ុន្តែកន្លែង start នេះយើងអាចឆែកទៅជា status ដើម្បីឆែកមើលថា status របស់ DNS server យើងបែបម៉េចនេះមានថាយើងបាន running ហើយក៏ enable ហើយដែរហើយមួយទៀតអ្នកទាំងអស់គ្នាគួរតែយើងអត់ដឹងច្បាស់ថា DNS server យើងទៅបាន block ដោយសារ firewall អត់ទេអញ្ចឹងយើងអាច allow firewall ឲ្យ DNS server យើងម្ដងទៀតដោយឥឡូវខ្ញុំភ្លេចបាត់ហើយ port មួយណាយើងអាចសួរ internet នេះមក allow firewall DNS in Linux នេះយើងអាចប្រើ command មួយនេះ copy មកខ្ញុំ paste មក click enter ខ្ញុំ what header អាចសួរទៅលើ internet មកដោយ allow ទៅលើ port firewall យើងអាច copy តាមនេះមកនេះអាច copy មកហើយយកទៅ paste ចុច click enter ដោយសារតា DNS server យើងឯណាបោះ firewall ហើយវា load warning អញ្ចឹងប៉ុន្តែបើរបស់អ្នកនរគ្នាវាត្រូវ load success បែបហ្នឹងតែយើង clear ហើយដើម្បី testing នៅ DNS server របស់យើងបានយើងត្រូវប្រើពេល IP ដើម្បីយក IP របស់យើងទៅក្នុងម៉ាស៊ីន testing របស់យើងនេះគឺជា IP របស់ខ្ញុំ copy មកសម្រាប់យើងចូលទៅក្នុង network របស់យើងផ្លាស់ប្ដូរនៅ DNS server របស់យើងនេះកន្លែងនេះយើងឲ្យ pass វាមកត្រូវវាអូខេសម្រាប់យើង testing ដោយប្រើប្រាស់នៅ command lookup យើងអាចចូលទៅក្នុង cmd នេះ lookup www.facebook.com អូខេនេះគឺជាឈ្មោះ address របស់ DNS server យើងហើយ non authorized answer នេះមានន័យថា facebook.com ហ្នឹងអត់បានចុះឈ្មោះជា domain នៅក្នុង server DNS របស់យើងទេដោយសារតែ server DNS របស់យើងពេលហ្នឹងគ្រាន់តែជា server DNS បែប catch only ប៉ុណ្ណោះរាល់ពេលដែលវាសេសទៅកាន់ website ដែលប្រើប្រាស់ IP ឬក៏ domain name វានឹងទៅស្វែងរក IP domain ទាំងអស់ហ្នឹងហើយបាន store ទុកនៅក្នុងម៉ាស៊ីនតាមក្រោយឥឡូវហ្នឹងយើងបានDNS server ដែលជា DNS catch only DNS បន្តមកយើងអាច hosting domain 1 ឬ 2 domain នៅក្នុង server របស់យើងនៅក្នុង DNS server របស់យើង
ដើម្បី hosting domain នៅក្នុង DNS server របស់យើងបានជួនកាលយើងនៅកន្លែងយើងអាចមាន mail server ឬក៏ web server ដែលជា domain របស់យើងហើយដើម្បីធ្វើឲ្យ domain ទាំងអស់ហ្នឹងទទួលបាន IP ហើយ DNS យើងអាចបកប្រែ IP ទាំងអស់ហ្នឹងបានទី1យើងទៅធ្វើថែមhosting domain ទាំងអស់នេះនៅក្នុង DNS យើងហើយដើម្បី hosting domain យើងត្រូវចូលទៅក្នុង file Vim នៅក្នុង file etc name នឹងដែរ etc/name.config enter មកនេះកន្លែងនេះយើងអាចដាក់តាមនឹងមកគេថា default វាអត់មាន0ឈ្មោះខ្ញុំ .com ឬក៏អីទេយើងត្រូវបង្កើត0ដល់ខ្លួនឯងឥឡូវហ្នឹងខ្ញុំអាចបង្កើត0ឈ្មោះថាដោយវាយពាក្យថា0ខ្ញុំកណ្ដុរ2ហើយយើងអាចដាក់ថា rupp.com តមក in បើឃ្លៀប enter ហើយ type វិញអាច type វាដាក់ master តមក file កន្លែងហ្នឹងគឺជាព្រមយ៉ាង file ខ្ញុំកណ្ដុរ slash name config name fwd.rupp.com.db កន្លែងហ្នឹងអ្នកនរគ្នាអាចដាក់អីក៏បានតែចិត្តអ្នកនរគ្នាទេកន្លែង fwd.rupp.com ហ្នឹងអ្នកដាក់អីក៏បានតែព្រោះស្គាល់តែឈ្មោះ file ទេបន្តមក allow update មានន័យថាវា allow ឲ្យ update នៅ DNS server ហ្នឹងទៅកាន់ខាងក្រៅអត់ដោយសារយើងអត់មានsecondary DNS យើងមិនបាច់ទេយើងអាចដាក់ allow update យើងដាក់ none បើឃ្លៀប complete ដល់ semicolon អូខេតមកយើងបិទឃ្លៀបវិញហើយដាក់ semicolon មួយទៀតតមកយើងបាន0ដែលជា rupp.com របស់យើងហើយបន្តមកយើងស្កែវ file ហ្នឹង escape.2 wq សញ្ញាទៀនបន្តមកយើងសាក start service នឹងម្ដងទៀត start system ctl start service start name enter restart Whitecall system SYSTEM restart ctl system ctl restart name enter មកវា load error វា load error ដោយសារអីដោយសារតែនៅក្នុង file etc របស់យើងបានបង្កើតនៅ file មួយដែលជា file ដើម្បី store នៅ DNS server របស់យើងដែលមានឈ្មោះថា fwd.rupp.com.db ដល់ហើយ error នោះដោយសារតែយើងអត់ទាន់មាន file ទេដើម្បីធ្វើឲ្យ file នឹងដំណើរការយើងត្រូវចូលទៅក្នុង file ហ្នឹងហើយបង្កើត file មួយហ្នឹងដើម្បីបង្កើត file មួយហ្នឹងមើលការ file មួយហ្នឹងដំបូងយើង vim ដូចគ្នា vim folder មកយើង store វានៅណាយើង store វានៅក្នុង folder var /name/fwd rupp.com.db បន្ទាប់មកយើង click enter វានឹង show យើងនៅ empty វាថា file តេមួយហើយ configuration ផ្សេងៗគឺនឹងធ្វើនៅក្នុងហ្នឹង configuration មានដូចជានៅក្នុងនេះយើងមានconfiguration នេះដំបូងយើងមាន configuration នេះពីមួយសិន copy permission មកផាសចូលតែត្រូវកែគឺកែកន្លែង domain របស់យើង domain របស់យើងបច្ចុប្បន្នគឺ rupp.com.kh rupp.com ហើយកន្លែងនេះក៏ដក rupp ដូចគ្នា
យូ PP ប៉ុន្មានឥឡូវហ្នឹងយើងបាន